ភាពរញ៉េរញ៉ៃទៅកាន់ភាពអស្ចារ្យរឿងរ៉ាវដ៏អស្ចារ្យរបស់ Xabi Alonso និង Bayer Leverkusen នៅខែតុលាឆ្នាំ2022 Bayer Leverkusen កំពុងស្ថិតនៅមាត់ជួរនៃការកាត់ចេញពីលីគកំពូលអាល្លឺម៉ង់ប៉ុន្តែ2ឆ្នាំក្រោយពួកគេបានក្លាយជាជើងឯក Bundesliga ដោយមិនចាញ់សូម្បីតែមួយប្រកួតនិងបានចារជាប្រវត្តិសាស្ត្រក្នុងបាល់ទាត់បរិមម្នាក់បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលម្នាក់នោះគឺ Xabi Alonso ខាងក្រោមនេះគឺជារឿងរ៉ាវដែលវីរបុរសអេស្ប៉ាញបានផ្លាស់ប្ដូរ Bayer Leverkusen ឲ្យក្លាយជាយក្សបាល់ទាត់ការបើកទំព័រសក្តានថ្មីនៅពេល Xabi Alonso ចូលមកដឹកនាំ Bayer Leverkusen នៅខែតុលាឆ្នាំ2022គ្រប់យ៉ាងនៅក្លឹបនេះគឺរញ៉េរញ៉ៃនិងកំពុងស្ថិតនៅលេខរៀងទី2បាតតារាង Bundesliga អ្នកគាំទ្របានបាត់បង់ក្តីសង្ឃឹមលើក្លឹបប៉ុន្តែ Alonso រូបគេបានមើលឃើញសក្តានុពលរបស់ក្លឹបមួយនេះក្នុងនាមជាជើងឯកពិភពលោកកាលនៅជាកីឡាករនឹងធ្លាប់បានរៀនសូត្រពីគ្រូបង្វឹកល្អៗដូចជា Ancelotti, Mourinho, Benitez និង Pep Guardiola នេះហើយជាពេលវេលាដែល Alonso ត្រូវបង្ហាញសមត្ថភាពដោយនៅប្រកួតដំបូងរបស់ Alonso រូបគេបានដឹកនាំ Bayer Leverkusen បំផាត់ Schalke 04ដោយលទ្ធផល 4-0 នេះហើយគឺជាពេលចាប់ផ្ដើមសក្តានុពលមួយដ៏អស្ចារ្យរបស់ Bayer Leverkusen រដូវកាលមាស 2023-2024 ពេលវេលាចាស់ក្នុងប្រវត្តិសាស្ត្រនៅរដូវកាល 2023-2024 Alonso បានផ្លាស់ប្ដូរ Bayer Leverkusen 180ដឺក្រេគ្រប់ការប្រកួតកីឡាករទាំងអស់លេងដោយតេឡេបញ្ជាពួកគេមិនត្រឹមតែឈ្នះ Bundesliga នោះទេពួកគេប្រកួតមិនចាញ់មួយប្រកួតសោះក្នុងលីកពួកគេក្លាយជាក្លឹបដំបូងក្នុងលីកកំពូលអាល្លឺម៉ង់ដែលធ្វើរឿងនេះបានFlorian Wirtz ក្លាយជាតារាបាល់ទាត់ដែលរះត្រចង់ឡើង Victor Boniface ក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ប៉ុន្តែតាក់ទិកដឹកនាំរបស់ Alonso ធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ទម្រង់លេងដែលអាចបត់បែនបានគ្រប់ពេលប្រកួតលេងដេញបាល់ High Pressing និងការគ្រប់គ្រងការប្រកួតធ្វើឲ្យអ្នកគាំទ្រឲ្យឈ្មោះថា Alonso Ball ត្រឹមមួយរដូវកាលដំបូងលោកគេបាននាំ Bayer Leverkusen ឈ្នះ Bundesliga ក្រោយរងចាំអស់119ឆ្នាំជាពិសេសបញ្ចប់ការឈ្នះ Bundesliga 11រដូវកាលជាប់គ្នារបស់ Bayer ម្នាក់ទៀតផងរដូវកាល 2023-2024 មិនមែនជារដូវកាលធម្មតាឡើយក្នុងរយៈពេល119ឆ្នាំក្លឹបមិនដែលឈ្នះ Bundesliga ឡើយប៉ុន្តែក្រោមការដឹកនាំរបស់ Alonso ពួកគេមិនត្រឹមតែឈ្នះទេតែឈ្នះដោយមិនចាញ់សូម្បីតែមួយប្រកួតដោយក្នុងចំណោម39ប្រកួតឈ្នះ28ប្រកួតនិងស្មើ6ប្រកួតនិងមិនដែលចាញ់សោះក្នុងរដូវកាលនោះដែរ Bayer Leverkusen ក្រោមការដឹកនាំរបស់ Alonso បានឈ្នះពានរង្វាន់ DSB Pokal ដោយមិនចាញ់មួយប្រកួតសោះដូចគ្នាហើយ Bayer Leverkusen ក្រោមការដឹកនាំរបស់ Alonso ក៏បានឡើងទៅវគ្គផ្ដាច់ព្រាត់ Europa League ដោយមិនចាញ់សោះមុនវគ្គផ្ដាច់ព្រាត់ហើយបានឈ្នះ9លើកនិងស្មើ3លើកប៉ុន្តែគួរស្ដាយពួកគេចាញ់វគ្គផ្ដាច់ព្រាត់ក្រោមស្នាដៃ Atalanta ដែលសរុបពេញមួយរដូវកាល 2023-2024 Bayer Leverkusen ក្រោមការដឹកនាំរបស់ Alonso មិនចាញ់សោះសម្រាប់ប្រកួតក្នុងស្រុកហើយបានលើកពានរង្វាន់ក្នុងស្រុកទាំងពីរគឺ Bundesliga និង DSB Pokal ហើយចាញ់តែមួយប្រកួតគត់នៅវគ្គផ្ដាច់ព្រាត់ Europa League បិទចម្ពោះមួយបើកនៅទំព័រថ្មីនៅក្នុងឆ្នាំ2025 Alonso បានប្រកាសចាស់ចេញពី Bayer Leverkusen ហើយអ្នកគាំទ្រ Bayer Leverkusen បានរៀបចំការលាមួយដ៏អស្ចារ្យមុនពេលប្រកួតជាមួយ Dortmund ពួកគេបានបង្ហាញបដាឲ្យសរសេរថា Gracias Xabi ដែលមានន័យថាអរគុណ Xabi នៅក្នុងការប្រកួតផ្លូវការចុងក្រោយនៅក្នុងដី Alonso បរិយាដែលផ្ដល់ឲ្យពួកគេនៅជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបាននិយាយទាំងអារម្មណ៍ក្តុកក្តួលថាក្លឹបមួយនេះនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត Bayer Leverkusen មិនមែនត្រឹមតែជាក្លឹបមួយប៉ុណ្ណោះទេប៉ុន្តែជាកេរដំណែលដ៏អស្ចារ្យនៃបាល់ទាត់ Alonso មិនត្រឹមតែឈ្នះពានរង្វាន់នោះទេប៉ុន្តែរូបគេបានផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់ក្លឹបមួយនេះជារៀងរហូតពីក្លឹបនៅបាតតារាងដែលត្រូវគេចាត់ចោលក្លាយជាជើងឯកដោយមិនចាញ់សូម្បីតែមួយប្រកួតហើយអាចប្រកួតប្រជែងនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបអរគុណសម្រាប់ការចំណាយពេលវេលាស្ដាប់បើពេញចិត្តកុំភ្លេចចុច like និង Subscribe ដើម្បីទូវីដេអូដទៃទៀត